កាលពីយូរលង់ណាស់មកហើយមានព្រះនគរមួយឈ្មោះពីរាណសីដែលសម្បូរបែបដោយសុខសន្តិភាពមនុស្សរស់នៅដោយសុខសាន្តមិនមានការឈ្លោះប្រកែកឡើយនៅក្នុងព្រះនគរនោះយើងនឹងថែរក្សាប្រជាជនព្រះអង្គព្រះនាមព្រហ្មដត្តព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌និងប្រាជ្ញាព្រះអង្គស្រឡាញ់ប្រជាជនហើយតែងតែថែរក្សាពួកគេប៉ុន្តែនៅជាភូមិមួយមានប្តីប្រពន្ធក្រីក្ររស់នៅក្នុងផ្ទះតូចមួយពួកគេចិញ្ចឹមជីវិតដោយការចាប់ត្រីជីវិតពួកគេពិបាកខ្លាំងថ្ងៃមួយប្តីប្រពន្ធទាំងពីរទៅចាប់ត្រីនៅជិតទន្លេប៉ុន្តែកញ្ជើរបស់ពួកគេមានរុនធំត្រីដែលចាប់បានរអិលចេញអស់ប្តីមានអារម្មណ៍សោកស្ដាយខ្លាំងតែប្រពន្ធវិញមិនយកចិត្តទុកដាក់ឡើយនាងមិនព្យាយាមជួសជុលឬជួយអ្វីទេនាងគ្រាន់តែឈរហើយមើលប្តីធ្វើការតែម្នាក់ឯងនៅពេលនោះមានសំពៅធំមួយបានឆ្លងកាត់ទីនោះនាយសំពៅនិងភរិយាមើលឃើញប្តីប្រពន្ធក្រីក្រហើយមានការឆ្លោះប្រកែកកាត់ឡើងយើងអាចដូរប្រពន្ធបានដោយសារកំហឹងបានមានការដូរប្រពន្ធកាត់ឡើងប្តីក្រីក្របានប្រពន្ធថ្មីម្នាក់នាងមានចិត្តក្អកនិងឆ្លាតវៃខ្ញុំនឹងជួយអ្នកថ្ងៃបន្ទាប់នាងបានជួសជុលកញ្ជើឲ្យរឹងមាំពេលចាប់ត្រីម្ដងទៀតត្រីមិនរត់ចេញទៀតឡើយប្តីមានអារម្មណ៍រីករាយយ៉ាងខ្លាំងនាងមិនត្រឹមតែជួយប្តីប៉ុណ្ណោះនាងថែមទាំងចែករំលែកត្រីទៅអ្នកជិតខាងមនុស្សទាំងអស់ភ្ញាក់ផ្អើលចំពោះការផ្លាក់ប្ដូរមួយថ្ងៃប្តីបានចូលព្រៃដើម្បីកាប់ឈើពេលនាងឃើញឈើទាំងនោះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាជាឈើមានតម្លៃខ្ពស់នាងបានប្រាប់ប្តីឲ្យប្រមូលឈើទាំងនោះហើយពួកគេបានលក់ទទួលបានមាសជាច្រើនជីវិតពួកគេចាប់ផ្ដើមល្អឡើងពីមនុស្សក្រីក្រពួកគេក្លាយទៅជាអ្នកមានផ្ទះធំមានអ្នកបម្រើជីវិតពួកគេផ្លាស់ប្ដូរទាំងស្រុងប៉ុន្តែនាងមិនភ្លេចអតីតកាលឡើយនាងលើកទឹកចិត្តប្តីឲ្យហាត់រត់ដើម្បីឲ្យគេក្លាយទៅជាមនុស្សរឹងមាំប្តីបានហាត់រាល់ថ្ងៃពីមនុស្សធម្មតាក្លាយទៅជាមនុស្សរត់លឿនខ្លាំងរហូតដល់ព្រះមហាក្សត្របានយកគេទៅបម្រើថ្ងៃមួយព្រះអង្គបានទៅប្រប៉ាតព្រៃមានតែបុរសម្នាក់ទេដែលអាចរត់តាមទាន់ពេលទៅដល់ក្រោមដើមជ្រៃធំព្រះអង្គបានផ្ទុំសម្រាកដោយដាក់ក្បាលនៅលើភ្លើបុរសនោះនៅពេលនោះមានទេវតារស់នៅដើមជ្រៃនោះពួកគេខឹងព្រះអង្គព្រោះមិនរក្សាពាក្យពួកគេគ្រោងសម្លាប់ព្រះអង្គបុរសនោះបានលឺអស់ទាំងអស់គេភ័យខ្លាចខ្លាំងហើយដោះស្ដេចភ្លាមពេលស្ដេចភ្ញាក់ឡើងមែកឈើធំមួយបានធ្លាក់ចុះយ៉ាងលឿនប៉ុន្តែពួកគេបានគេចធុតទាន់ពេលវេលាមិនត្រឹមតែប៉ុណ្ណោះនៅពេលយប់មានពស់ធំមួយបានចូលមកវាយប្រហារបុរសនោះមិនភ័យខ្លាចឡើយគេយកដាវកាប់ពស់យ៉ាងរហ័សដើម្បីការពារព្រះមហាក្សត្រនៅព្រឹកថ្ងៃបន្ទាប់ស្ដេចបានដឹងការពិតទាំងអស់ព្រះអង្គមានអារម្មណ៍សោកស្ដាយនិងសុំទោសព្រះអង្គបានផ្ដល់កិត្តិយសនិងរង្វាន់យ៉ាងច្រើនដល់បុរសស្មោះត្រង់នោះចាប់ពីថ្ងៃនោះមកគេរស់នៅជាមួយភរិយាដោយសុខសាន្តចំណែកមនុស្សអាក្រក់វិញចុងក្រោយត្រូវរស់នៅក្នុងភាពលំបាករឿងនេះបង្ហាញថាមនុស្សល្អតែងទទួលបានផលល្អហើយអំពើល្អមិនដែលបាត់បង់ឡើយ